ដល់ភ្នំសពើហើយយើងងើបមកម៉ោង5កន្លះមកដល់ភ្នំសពើនេះម៉ោង6កន្លះជាងយើងជិះ10ម៉ោងហើយសម្រាប់ថ្ងៃនេះយើងមកគ្នា4នាក់ហើយជំរឿខ្ញុំសួរអារម្មណ៍របស់ពួកគាត់ថាគាត់មានអារម្មណ៍យ៉ាងណាដែរ Hello បងមិនដែរបងថ្ងៃនេះវាកោះស្ដាយដែរ ហ្នឹងហើយ ដោយសារខ្ញុំសពើឥឡូវគេអាប់ដេតថ្មីច្រើនបាទហើយថ្ងៃនេះជីបដោយខ្យល់អត់ប្រើកម្លាំងច្រើនបាទចាំភ្លេតទេបាទ បាទ មានអារម្មណ៍ថាស្រស់ស្រាយថ្ងៃនេះវាមេឃទុំផងហើយជីបដោយខ្យល់ ស្រួលហ្នឹងហើយ តែសាយ៉ាងខានជីពេលព្រឹកយូរដែរហើយ ចឹងទៅវិញយើងទៅពេលមុខខ្លួនពើប៉ុន្តែបែបសាមញ្ញតែអាកែវយើងទូចៗ បាទ អាកែវដូចជា2000 3000ហើយកន្លែងកាត់ដូចបុរាណ អូខេឥឡូវនេះយើងនាំគ្នាទៅកាហ្វេចិត្តនេះទេចាំមើលថាវាមានរសជាតិយ៉ាងណាអូខេតោះយើងទៅជាមួយខ្ញុំទាំងអស់គ្នាចេះទៅទីគាត់ដាក់ទឹកដាក់គាត់អត់សូវផ្អែមហ្នឹងហើយនេះបាទវាឥឡូវបងជីកឡើងលបូតឈ្នន់ឲ្យសាហាវនេះជាងគាត់ឆ្នៃបងគាត់ឆ្នៃនឹងបានអត់ទេ ដាក់ចោលយូរទៅ តែនេះទេមានលើក ហើយលើឡាន បាទ ចង់ហើយមិនងាយបូតវិញទេ តែសារតែយើងជីទៅវារៀង មូលយើងពិចារ មកក្រៅ ហ្នឹង មូលអត់ក្រោយឡងដូចគាត់ថាយើងដូចតាក់ចេញមកវិញ បាទដូចចេញមក បានស៊ូអ៊ំដែរតែមើលលើក្រោយយើងមកផ្លូវនេះយើងកាច់ទៅចេះចូលភ្នំអញ្ចឹងអានោះភ្នំដែលក៏បាយមិនដល់ តូចចេះ ទៅឡើង ខ្ញុំចាំងកាម តូច តូច តូចក្នុងប្រធាន ឥឡូវនេះពួកយើងត្រៀមត្រឡប់ទៅចូលទៅក្រុងវិញហើយយើងនឹងបែកផ្លូវគ្នាពេលទៅដល់ក្រុងហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយ